ពីក្រុមហ៊ុនដែលស្ទើរតែដួលរលំคล้ายទៅជាក្រុមហ៊ុន technology ដែលឈានមុខគេបំផុតនៅលើពិភពលោកបានដោយរបៀបណាទៅស្ដាប់ទាំងអស់គ្នា Apple ត្រូវបានកសាងឡើងនៅក្នុងសម័យកាលដែលប្រើប្រាស់កុំព្យូទ័រ mainframe ខ្នាតធំថែមទាំងតម្លៃវាខ្ពស់ខ្លាំងមែនទែនធ្វើឲ្យមានតែអង្គភាពឬក៏ស្ថាប័នឯកជនធំៗមួយចំនួនប៉ុណ្ណោះដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់កុំព្យូទ័ររហូតដល់ថ្ងៃមួយមានយុវកំឡោះម្នាក់ដែលមានឈ្មោះថា Steve Jobs បានទៅជួបនឹងឃើញកុំព្យូទ័រមួយគ្រឿងដែលជាកុំព្យូទ័រយួរដៃរបស់មិត្តភ័ក្តិរបស់គាត់ដែលឈ្មោះថា Steve Jobs បានកែច្នៃឡើងមកដោយខ្លួនឯងដែលគាត់គោលបំណងគឺគ្រាន់តែរៀបចំវាឡើងលេងៗទេដោយការប្រើប្រាស់នវានុវត្តន៍ថ្មីមួយដែលមានឈ្មោះថា microchip ពេលដែលឃើញភ្លាមធ្វើឲ្យ Steve Jobs នឹងគឺមានអារម្មណ៍ថាវ៉ាវតែម្ដងពីព្រោះថាកុំព្យូទ័រនឹងវាទាំងងាយស្រួលប្រើទាំងតូចហើយអាចយកទៅណាមកណាជាប់តាមខ្លួនបានងាយៗទៀតធ្វើឲ្យគាត់គិតឃើញភ្លាមតែម្ដងថានេះហើយគឺជាឱកាសផ្នែកអាជីវកម្មព្រោះថាមនុស្សគ្រប់គ្នានឹងងាកមកប្រើប្រាស់ personal computer ឬហៅថាកុំព្យូទ័រយួរដៃរបស់គាត់យ៉ាងពិតប្រាកដទើបគាត់បានសម្រេចចិត្តបបួលមិត្តភ័ក្តិរបស់គាត់នឹងឲ្យមកបើកជាក្រុមហ៊ុនជាមួយគ្នាដំបូងមិត្តភ័ក្តិរបស់គាត់ក៏មិនបានចាប់អារម្មណ៍ហើយក៏មិនបានគិតឃើញដូចដែល Steve Jobs ធ្វើដែរតែមិត្តភ័ក្តិបបួលហើយក៏គិតថាចេះធ្វើបែបអត់យល់ដោយសារតែចំនួននោះគឺកុំព្យូទ័រវាពិបាកក្នុងការប្រើប្រាស់ខ្លាំងណាស់វាមិនងាយស្រួលដូចបច្ចុប្បន្នហ្នឹងទេណាគេនឹងមកទិញទៅហើយអាកុំព្យូទ័រដែលគាត់មានហ្នឹងគឺគាត់គ្រាន់តែកែច្នៃលេងៗតាមបានគិតថាអីធំដុំនោះទេប៉ុន្តែពួកគាត់ក៏បានធ្វើការជាមួយគ្នាដោយចាប់ផ្ដើមបើកហាងកុំព្យូទ័រដំបូងនៅក្នុងផ្ទះដែលជាកន្លែងចតឡានបន្ទាប់ពីទាំងពីរអ្នកបានរៀបចំហើយក៏សាកល្បងលក់កុំព្យូទ័រដំបូងក៏ឃើញថាវាលក់ដាច់ខ្លាំងមែនតើរងផ្ទុះទីផ្សារនៅសម័យនោះហើយធ្វើឲ្យទាំងពីរអ្នកក្លាយទៅជាមហាសេដ្ឋីក្នុងមួយរំពេចភ្នែកពីដំបូងចង់ប្រាប់សិនណាថាទោះបីជា Steve Jobs គាត់រៀនអត់ចប់អត់ចេះតឡើងកុំព្យូទ័រហើយក៏អត់ចេះសរសេរ program ស្អីនោះទេប៉ុន្តែគាត់មានអ្វីមួយយ៉ាងដែលពិសេសមែនតើនោះគឺការដែលគាត់មានចក្ខុវិស័យច្បាស់លាស់ហើយនឹងម៉ឺងម៉ាត់គាត់ដឹងនៅក្នុងចិត្តថាគាត់អាចធ្វើឲ្យកុំព្យូទ័រងាយស្រួលក្នុងការប្រើប្រាស់កម្រិតណានោះនឹងធ្វើឲ្យមនុស្សទូទាំងពិភពលោកកាន់តែងាកមកប្រើប្រាស់កុំព្យូទ័រច្រើនប៉ុណ្ណឹងដូចគ្នាដែលវិធីសាស្ត្រក្នុងការយកឈ្នះទីផ្សារកុំព្យូទ័រនោះគឺការដែលធ្វើឲ្យកុំព្យូទ័រងាយស្រួលក្នុងការប្រើប្រាស់នឹងហើយគាត់ក៏បានរៀបចំអភិវឌ្ឍកុំព្យូទ័រឲ្យកាន់តែងាយស្រួលប្រើប្រាស់ឡើងថែមទៀតគ្រាន់តែទិញមកភ្លាមក៏មានភ្ជាប់ keyboard នៅជាមួយនឹងអេក្រង់ហើយស្រាប់ដោយតែដូចហើយអាចប្រើប្រាស់បានតែម្ដងកុំឲ្យឆ្ងល់កុំភ្លេចថាការពីជំនាន់មុនគឺយើងមានតែ desktop ដែលមានអេក្រង់ផ្សេងមានអាដុំ motor នឹងផ្សេងហើយមាន keyboard ផ្សេងហើយវាញ៉ៃទៅតឡើងច្រើនដងអញ្ចឹងហើយទើប Steve Jobs គាត់បាន design ឲ្យវាជាប់នៅជាមួយគ្នាទាំងអស់ហើយងាយស្រួលប្រើតែវាគឺពិសេសខ្លាំងណាស់ហើយនៅចំនួនហ្នឹងតែវាក៏មិនទាន់ចប់នៅត្រឹមហ្នឹងនោះទេពីព្រោះថាដើម្បីឲ្យមនុស្សទូទាំងពិភពលោកប្រើប្រាស់វាត្រូវតែងាយស្រួលប្រើជាងនឹងទៅទៀតរហូតដល់ថ្ងៃមួយគាត់ក៏បានមានឱកាសដើម្បីទៅទស្សនកិច្ចផ្នែកអភិវឌ្ឍ technology របស់ Xerox រហូតបានទៅជួបជាមួយនឹងរបស់ម្យ៉ាងដែលហៅថា graphic user interface គឺការប្រើប្រាស់ម៉ៅដើម្បីគ្រប់គ្រងកុំព្យូទ័រទាំងមូលដោយមាន graphic ស្អាតចុះអស់ឡើងដូចដែលយើងប្រើប្រាស់សពថ្ងៃហ្នឹងប៉ុន្តែកាលពីជំនាន់នោះវាគ្រាន់តែជាឧទាហរណ៍ដែលទៅគឺទាំងដុំវាអត់មានអីមានភាពងាយស្រួលនោះទេហើយថែមទាំង Steve Jobs ខ្លួនឯងនឹងអត់បានផ្ដល់តម្លៃទៅលើរឿងហ្នឹងខ្លាំងនោះទេខុសពី Steve Jobs តែម្ដងដែលគាត់គ្រាន់តែឃើញភ្លាមគឺគាត់ដឹងនៅក្នុងចិត្តភ្លាមតែម្ដងថានេះហើយគឺជាឱកាសដែលផ្លាស់ប្ដូរពិភពលោកទាំងមូលព្រោះថាវានឹងคล้ายទៅជាចំណែកដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកអ្នកណាក៏ដោយមិនចាំបាច់មានចំណេះដឹងជ្រាលជ្រៅទាក់ទងជាមួយនឹងកុំព្យូទ័រឬ IT ក៏អាចប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយស្រួលអ្នកណាក៏ដោយដែលមានរបស់នេះនៅក្នុងដៃនោះនឹងធ្វើឲ្យម្នាក់នោះអាចយកឈ្នះទីផ្សារ technology ទូទាំងពិភពលោកបានយ៉ាងងាយស្រួលបន្ទាប់មក Steve Jobs ក៏មិនរងចាំយូរប្រញាប់ត្រឡប់ទៅកាន់ក្រុមហ៊ុនខ្លួនឯងវិញហើយបានកសាងក្រុមដើម្បីអភិវឌ្ឍgraphic ដែលគ្រប់គ្រងដោយម៉ៅនឹងបែបស្ងៀមស្ងាត់ដែលអាចកំបាំងបំផុតហាមឲ្យបុគ្គលក្រៅដឹងជាដាច់ខាតព្រោះគោលបំណងរបស់គាត់គឺធ្វើយ៉ាងណានាំក្រុមហ៊ុន Apple ឲ្យបុកពិភពលោកឈានមុខគេនៅលើលោកឲ្យតទៅបានហើយ Steve Jobs ក៏បានប្រមូលវិស្វករឈានមុខគេផ្នែក technology ឲ្យមកធ្វើការជាមួយខ្លួនដើម្បីអភិវឌ្ឍគម្រោងមួយហ្នឹងរួមទាំងបបួលដៃគូសហការដែលខ្លួនទុកចិត្តបំផុតចំនួន5ក្រុមហ៊ុនធំដើម្បីចូលរួមសហការក្នុងការសរសេរ program ហើយគ្រប់គ្នាត្រូវតែរក្សាវាជាអាថ៌កំបាំងបំផុតហើយនៅទីបំផុតថ្ងៃដែល Steve Jobs បានទន្ទឹងរង់ចាំវាក៏មកដល់ថ្ងៃដែលគាត់នឹងដាក់ប្រកាសផលិតផលកុំព្យូទ័រដែលមាន technology ឈានមុខគេមាន graphic ជាម៉ៅសម្រាប់បញ្ជាកុំព្យូទ័រនឹងយ៉ាងងាយស្រួលនៅលើទីផ្សារគាត់បានរំពឹងនៅក្នុងចិត្តថាច្បាស់ណាស់ពេលបើកលក់ភ្លាមពិភពលោកគឺដឹងតែរំភើបហើយក៏សប្បាយរីករាយជាមួយនឹងអ្វីដែលគាត់បានធ្វើនិងភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដងប៉ុន្តែមុននឹងដល់ថ្ងៃដែល Steve Jobs បានដាក់ផលិតផលនឹង2-3ថ្ងៃមុនអ្នកដែលភ្ញាក់ផ្អើលខ្លាំងជាងគេនោះគឺជា Steve Jobs ពីព្រោះថាវាមានក្រុមហ៊ុនធំមួយបានដាក់លក់ផលិតផលដូចគ្នាបេះបិទដែល Steve Jobs បានអនុវត្តនៅលើទីផ្សារគាត់មុនទៅហើយដែលវាគឺជាប្រភេទតែមួយហើយក្រុមហ៊ុននោះមានឈ្មោះថា Microsoft ដែលជាក្រុមហ៊ុនមួយក្នុងចំណោម5ក្រុមហ៊ុនដែល Steve Jobs បានអញ្ជើញមក
សហការដើម្បីសរសេរ program នេះជាមួយគ្នា Steve Jobs បានដឹងភ្លាមៗតែម្ដងថាខ្លួនឯងកំពុងតែត្រូវបានគេក្បត់ហើយព្រោះថា Microsoft គឺជាក្រុមហ៊ុនដែលខ្លួនបានអញ្ជើញមកហើយក៏គាត់ទុកចិត្តជាខ្លាំងប៉ុន្តែ Microsoft បែរជា copy គ្រប់យ៉ាងដែល Steve Jobs បានរៀបចំឡើងហើយយកវាទៅដាក់លក់ឲ្យទៅកាន់ក្រុមហ៊ុនកុំព្យូទ័រទូទាំងពិភពលោកតែម្ដងណាធ្វើឲ្យក្រុមហ៊ុនកុំព្យូទ័រទាំងអស់គឺមានដូចគ្នាដែលការគ្រប់គ្រងគឺគ្រប់គ្រង graphic ហើយនឹង mouse ដែលសំខាន់នោះគឺគេអាចលក់បានក្នុងតម្លៃដែលទាបជាង Steve Jobs ទៀត Steve Jobs ក៏បានព្យាយាមប្រាប់វិធីក្នុងការដោះស្រាយបញ្ហាទៅកាន់ក្រុមអ្នកគ្រប់គ្រងក្រុមហ៊ុន Apple ទាំងអស់គ្នាតែនៅពេលដែលគាត់និយាយទៅក៏អត់មានអ្នកណាគេស្ដាប់គាត់តតែសោះហើយដែលសំខាន់គឺគាត់ត្រូវបានគេបណ្ដេញចេញទាំងដែលក្រុមហ៊ុនហ្នឹងគាត់ជាអ្នកកសាងវាឡើងមកដោយខ្លួនឯងហើយក្រុមហ៊ុន Apple ក៏ធ្លាក់ដាំក្បាលចុះភាគហ៊ុនក៏ធ្លាក់ចុះខាតជាខ្លាំងខណៈពេលដែល Windows ហើយនិង Microsoft ក្លាយទៅជាក្រុមហ៊ុន technology ដែលឈានមុខគេនៅសម័យនោះហើយក៏ក្លាយទៅជាមហាសេដ្ឋីនិងក្លាយទៅជាក្រុមហ៊ុន technology ដែលមានតម្លៃច្រើនជាងគេបំផុតទូទាំងពិភពលោកខណៈពេលហ្នឹងទោះបីជាក្រុមហ៊ុន Apple ព្យាយាមរកវិធីសាស្ត្រក្នុងការកែច្នៃយ៉ាងម៉េចក៏ដោយព្យាយាមហើយកោសនាបញ្ចុះតម្លៃរកវិធីសាស្ត្រផ្សេងៗជាច្រើនដើម្បីទាញឲ្យក្រុមហ៊ុនត្រឡប់មកប្រសើរឡើងវិញតែក៏នៅតែមិនអាចធ្វើបានបន្ទាប់ពីក្រុមហ៊ុនបានព្យាយាមរិះរកគ្រប់វិធីសាស្ត្រហើយថែមទាំងមានការចែករបស់ free promotion គឺច្រើនគ្រប់ប្រភេទតែនៅតែមិនអាចទាញឲ្យក្រុមហ៊ុនប្រសើរឡើងវិញបានក្រុមគណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុនក៏បានប្រជុំគ្នាហើយសម្រេចចិត្តលេបទឹកមាត់ខ្លួនឯងឡើងវិញទៅសូមអង្វរឲ្យ Steve Jobs ឡើងមកកាន់តំណែងពីព្រោះពួកគាត់ទទួលយកថាក្រៅពី Steve Jobs ដែលជាអ្នកបង្កើតក្រុមហ៊ុន Apple នោះឡើងគ្មានអ្នកណាគេស្គាល់និងយល់អំពី technology ដែលពាក់ព័ន្ធជាមួយនឹង Apple ច្បាស់ដូចដែល Steve Jobs មាននោះទេហើយពួកគាត់ក៏បានព្យាយាមនិងរងចាំទុកថាដើរជាផ្លូវចុងក្រោយដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុន Apple អាចដើរឡើងវិញបាននៅទីបំផុតនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមែនទែនចុងក្រោយ Steve Jobs ក៏បានមកកាន់តំណែងជា CEO នៃ Apple ម្ដងទៀតនៅពេលដែល Steve បានឡើងមកកាន់តំណែង CEO ឡើងវិញគាត់ក៏បានបញ្ឈប់ផ្នែកមួយចំនួនដែលមិនចាំបាច់ហើយផ្ដោតទៅលើការអភិវឌ្ឍ software ទាក់ទងជាមួយនឹង computer ឲ្យមានគុណភាពនិងប្រសិទ្ធភាពច្រើនជាង Windows ហើយនិង Microsoft ហើយផ្ដោតទៅលើការធ្វើ marketing បែប niche market គឺជ្រើសរើសតែបុគ្គលដែលធ្វើការផ្នែកណាមួយផ្នែកនឹងតែម្ដងមិនថាជាផ្នែក graphic design ឬក៏អ្នកដែលចូលចិត្តតែងបទចម្រៀងឬហៅថាតែងតន្ត្រីដែល Apple មានចំណែកក្នុងការជួយរឿងនេះជាខ្លាំងធ្វើឲ្យ Apple ក៏កាន់តែលក់ដាច់ឡើងជាងមុនទ្វេដងតែដែល Steve Jobs មកកាន់តំណែងបានតែប្រហែលឆ្នាំក៏អាចធ្វើឲ្យក្រុមហ៊ុនមានការអភិវឌ្ឍរីកចម្រើនកើនឡើងនិងទទួលបានចំណេញកាន់តែច្រើនពីព្រោះថាតម្លៃក្នុងមួយគ្រឿងវាថ្លៃខ្លាំងហើយនិងថ្លៃឆ្ងាយជាង Windows និង Microsoft ខ្លាំងណាស់ហើយបន្ទាប់ពីនោះទៀត Apple ក៏បានមានការគិតច្នៃប្រឌិតនវានុវត្តន៍ដែលប្រើប្រាស់និងផលិតផលថ្មីៗជាច្រើនជំរុញដល់ការប្រើប្រាស់សម្រាប់មនុស្សទូទៅនៅក្នុងពិភពលោកមិនថាជា MacBook iPad iPod iPhone ហើយនិងផ្សេងជាច្រើនទៀតរហូតធ្វើឲ្យក្រុមហ៊ុន Apple ក្លាយទៅជាក្រុមហ៊ុន technology ដែលធំជាងគេបំផុតនៅក្នុងពិភពលោកអាចយកឈ្នះ Windows និង Microsoft បាននៅទីបំផុតផ្នត់គំនិតដែលទទួលបានពីមេរៀនរបស់ Steve Jobs នឹងបង្ហាញឲ្យអ្នកទទួលបានអីគេខ្លះតែទៅមនុស្សគ្រប់គ្នាសុទ្ធតែមាន ego ហើយនឹងមាន IQ មាន feeling របស់ខ្លួនឯងនឹងរៀងខ្លួនគំនិតគុំគួនហើយនឹងការខឹងសម្បាអសម័យរូបភាពថាបើយើងជា Steve Jobs នៅពេលហ្នឹងត្រូវបានគេដេញចេញទាំងដែលក្រុមហ៊ុនហ្នឹងជារបស់ខ្លួនឯងគេដេញចេញបន្តមកទៀតគេទៅហៅឲ្យត្រឡប់មកធ្វើការវិញសម័យរូបភាពមើលបើជាអ្នកតើអ្នកនឹងសម្រេចចិត្តបែបណាឆ្នេះនៅកន្លែងនេះគឺវាពិតជាបង្ហាញខ្លាំងមែនទែនថាការសម្រេចចិត្តគឺជារឿងដែលសំខាន់បើសិនជាពេលនោះ Steve Jobs គាត់ថាអត់ទេខ្ញុំនឹងមិនទៅធ្វើទេហើយយើងអាចនឹងមាន Apple iPhone ដែលល្បីរៀងរាល់ថ្ងៃប្រើប្រាស់ដែរឬអត់នោះតែផ្ទុយទៅវិញគឺគាត់បានជ្រើសរើសត្រឡប់មកវិញហើយធ្វើតតែគ្រប់យ៉ាងប្រសើរឡើងហើយល្បីឈ្មោះដល់សប្តាហ៍ថ្ងៃទោះបីជាបច្ចុប្បន្នគាត់បានលាចាកពិភពលោកហើយទៅក៏ដោយតែគ្រប់គ្នានៅតែចងចាំថាគាត់គឺជាបុគ្គលម្នាក់ក្នុងចំណោម CEO ដែលអាចជួយបង្កើតឲ្យ Apple អាចល្បីបានដល់សប្តាហ៍ថ្ងៃនេះមែនតើទៅទាក់ទងជាមួយនឹងការប្រើប្រាស់ជីវិតការសម្រេចចិត្តគឺសំខាន់បំផុតជីវិតរបស់អ្នកអាស្រ័យទៅលើថាតើអ្នកនឹងសម្រេចចិត្តជ្រើសឲ្យខ្លួនឯងបែបណាហើយវាពិតជាបង្ហាញឲ្យច្បាស់ថារាល់ការសម្រេចចិត្តរបស់យើងគឺវាពិតជាមានផលប៉ះពាល់ឬហៅថាផលជះចំពោះលទ្ធផលនាថ្ងៃអនាគតបានយ៉ាងពិតប្រាកដដូច្នេះនៅក្នុងសៀវភៅមួយនេះ The Top One Success Lesson ដែលខ្ញុំបានសរសេររៀបរាប់ទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការឆ្លើយតបទៅនឹងហេតុការណ៍ដែលកើតមានឡើងឲ្យយើងអាចទទួលបាននៅលទ្ធផលដែលល្អនៅក្នុងជីវិតដែលបុគ្គលជោគជ័យមួយចំនួននៅក្នុងពិភពលោកគាត់បានធ្វើនិងអនុវត្តហើយអ្នកទាំងអស់គ្នាអាចយកទៅ adapt ឬក៏កែសម្រួលដោយការប្រើប្រាស់ជាមួយនឹង lifestyle ឬហៅថារបៀបប្រើប្រាស់ជីវិតខ្លួនឯងប្រចាំថ្ងៃបានយ៉ាងងាយៗចាប់អារម្មណ៍កុំភ្លេចតាក់ទងតាមរយៈ Telegram ខាងលើនេះបាន